នៅក្នុងកិច្ចប្រជុំជាមួយមេតបនាថ្ងៃអង្គារទី23ខែធ្នូនាយករដ្ឋមន្ត្រីថៃចាំផ្ទះលោកអនុទិនឆាវរៈគុលបានបោះសម្ដីថាលោកមិនខ្វល់និងមិនព្រួយបារម្ភពីសម្ដីរបស់លោកដូណាល់ត្រាំឡើយដែលថាប្រទេសថៃជាអ្នកវាយប្រហារកម្ពុជាជាមុនការលើកឡើងយ៉ាងកក្លឿនបែបនេះស្របពេលក្រុមប្រឹក្សាសន្តិសុខជាតិថៃបានដាក់ស្នើសុំសំណងសម្រាប់បុគ្គលយោធាដែលរងរបួសឬស្លាប់ក្នុងការប្រយុទ្ធតាមព្រំដែនកម្ពុជាថៃក៏ដូចជាជំនួយសម្រាប់ជនស៊ីវិលនៅតាមតំបន់ដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចជាក់ស្ដែងនៅពេលសួរអំពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំដែលថាថៃជាអ្នកចាប់ផ្ដើមសង្គ្រាមជាមួយកម្ពុជាលោកអនុទិនបានបោះពាក្យសម្ដីថាការពិតត្រូវបានដឹងដោយមនុស្សគ្រប់គ្នាខ្ញុំមិនបារម្ភអ្វីទាំងអស់យើងត្រូវបានគេឈ្លានពាននិងវាយប្រហារអ្វីដែលយើងបានធ្វើគឺឆ្លើយតបនឹងការពារអធិបតេយ្យភាពរបស់យើងជាមួយគ្នានៅពេលដែលអ្នកសារព័ត៌មានសួរបន្ថែមតើប្រទេសមួយចំនួនបង្ហាញភាពអព្យាក្រឹតប៉ុន្តែទីបំផុតហាក់ដូចជានៅខាងកម្ពុជាលោកអនុទិនបាននិយាយថាលោកមិនមើលឃើញប្រទេសណាមួយចូលខាងណាទេព្រោះបញ្ហានេះនៅតែជាបញ្ហាទ្វេភាគីកម្ពុជាថៃលើសពីនេះលោកអនុទិនបានសង្កត់ធ្ងន់ថាខ្ញុំមិនបានឃើញប្រទេសមួយណានិយាយថាខ្លួនឈរជាមួយភាគីណាមួយទេគ្រប់ប្រទេសគឺអព្យាក្រឹតហើយខ្ញុំរីករាយដែលប្រទេសទាំងអស់មានអព្យាក្រឹតភាពនេះជាបញ្ហាដែលយើងត្រូវដោះស្រាយនិងបញ្ចប់រវាងប្រទេសយើងនិងភាគីម្ខាងទៀត